បាទខ្ញុំមិនអាចទទួលយកបានទេនៅចំណាត់ការខាងលើដែលផ្អាកនៅការធ្វើអាជីវកម្មរបស់ខ្ញុំនៅលើដីរបស់ខ្ញុំហ្នឹងដែលអនុក្រឹត្យបានចេញឲ្យខ្ញុំហើយសជួន007ចុះថ្ងៃទី14ខែមិថុនាឆ្នាំ2016បានចេញបកគលដីនឹងឲ្យខ្ញុំហើយឥឡូវស្រាប់តែមកបង្អាក់ការងាររស់ស៊ីរបស់ខ្ញុំដូច្នេះខ្ញុំអត់សុខចិត្តទេខ្ញុំអត់សប្បាយចិត្តទេកន្លែងហ្នឹងបាទខ្ញុំអត់សប្បាយចិត្តទេបាទមកបង្អាក់ការងារខ្ញុំអាជ្ញាធរខណ្ឌបាទហើយបើអនុក្រឹត្យឲ្យខ្ញុំហើយចុះរឿងអីដកយកដីខ្ញុំ1ហិកតាជាង15000ការ៉េឲ្យខ្ញុំតែ4ឡូទេត្រង់អនម៉ានី4ឡូបាន4ឡូតាកែវបង្គល8ឡូបាន6ឡូដឿនសវណ្ណ8ឡូបាន6ឡូលាក់នឹងលាក់បានគេបានច្រើនណាស់ចំពោះខ្ញុំអកុសលតែខ្ញុំមួយទេគឺដីខ្ញុំ1ហិកតាជាងណាគឺវាត្រូវជា16ឡូនោះក៏ប៉ុន្តែគេឲ្យខ្ញុំបានតែ4ឡូទេដូច្នេះអ្វីគឺវាអយុត្តិធម៌ចំពោះខ្ញុំបំផុតតែម្ដងហើយឥឡូវនេះមកបិទអាជីវកម្មខ្ញុំទៀតណាហើយឥឡូវហ្នឹងសូមឲ្យមតិមហាជនពិចារណាមើលអនុក្រឹត្យចេញមកពីរដ្ឋាភិបាលថាឲ្យខ្ញុំកាន់កាប់ដីហ្នឹងទៅនៅសល់ដីហ្នឹង14ឡូទេណាហើយឥឡូវមកបិទអាជីវកម្មខ្ញុំណាកន្លែងហ្នឹងមួយគឺខ្ញុំគឺអត់សប្បាយចិត្តទេណាបាទនៅក្នុងហ្នឹងខ្ញុំសូមបង្ហាញទៅមតិមហាជននិងអាជ្ញាធរខណ្ឌថាដីដែលទាំងអស់នេះ4ឡូនេះគឺខ្ញុំបានចេញមកដោយសារឯកសារទាំងអស់នេះមិនមែនចេញបានមកឯកសារខុសពីហ្នឹងទេណា12800ហ្នឹងចំណែកដីខ្ញុំហ្នឹងគឺថាចេញមកហ្នឹងចេញមកតាមច្រកហ្នឹងគាត់និយាយនឹងផ្ទុយហើយគាត់និយាយនឹងអាងចេះតែនិយាយទេអត់មានឯកសារអ្វីយោងទេគាត់និយាយតែម៉ត់ថាតែម៉ត់អាហ្នឹងខ្ញុំក៏ចេះនិយាយដែរហើយបើគាត់និយាយឲ្យគាត់បង្ហាញឯកសារទៅឲ្យមតិមហាជនចឹងមើលណាអាហ្នឹងខ្ញុំឯកភាពហើយខ្ញុំមិនមែនតំណាងទេខ្ញុំអត់មានតំណាងទេហើយបើសិនណាជាមានតំណាងឲ្យយកឯកសារហ្នឹងចេញមកហើយខ្ញុំនឹងទទួលថាបើមានស្នាមមេដៃខ្ញុំនៅលើហ្នឹងខ្ញុំទទួលក៏ប៉ុន្តែនៅទទូចឲ្យទទូចទៀតឲ្យអាជ្ញាធរខណ្ឌថាឲ្យយកឯកសារតំណាងនឹងចេញមកណាជាសង្ខោមគ្រួសារហ្នឹងខ្ញុំទទួលឯកសារហ្នឹងឯកសាររបស់នេះរបស់លោកយាយតាំងឯខាងនេះឯកសារនេះខ្ញុំចង់បញ្ជាក់ប្រាប់ថាលេខរបស់គាត់27 313គឺនៅភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6គាត់មានបច្ចុប្បន្នអាយុ84ឆ្នាំហើយគាត់និយាយទៅវងវែងដុំហើយគាត់ថាឥឡូវនឹងអត់មានកូនណានៅចិត្តទេមានតែកូនប្រសាមួយគឺព្រំបោហ្នឹងថាឲ្យជួយដាក់ឈ្មោះជាមួយគាត់អមផងពីព្រោះគាត់ចាស់ហើយគាត់មិនបាយទៀតអត់មានអ្នកណាទាំងអស់ដូច្នេះអស់អ្វីអស់ជីវិតទៅគឺនឹងសល់កូនប្រសានឹងមួយហើយដូចស្នេះគាត់កណ្ដាសុំដាក់ជាបណ្ដោះអាសន្នទេគាត់នៅឆ្ងាយដូចនៅក្នុងស្រុកឬក៏នៅក្រៅស្រុកបាទនៅក្រៅស្រុកហើយណាមួយកូនខ្លះក៏គាត់មិនពេញចិត្តឲ្យដាក់ដែរគាត់ចង់ឲ្យខ្ញុំដាក់ហ្នឹងក្នុងនាមជាដូចថានៅចិត្តគាត់ទេណាហើយចំពោះដីខ្ញុំដែលមតិមហាជនបានដឹងដូចគាត់មានប្រសាសន៍អញ្ចឹងថាដីខ្ញុំជាង10000ការ៉េបាទហើយខ្ញុំរឿងអីខ្ញុំមានអីទៅពាក់ព័ន្ធអីជាមួយគាត់គណៈដីមួយកង្កើតផ្លូវមួយខាងលិចផ្លូវតែប៉ុណ្្នឹងឯងគឺខ្ញុំមិនមានការពាក់ព័ន្ធជាមួយដីរបស់គាត់27 313នឹងទេប្រកាន់ដៃដូច្នេះខ្ញុំកាន់តែក្នុងនាមដែលខ្ញុំឈ្មោះឈ្មោះគាត់ក៏និយាយដែរថាកាន់តែឈ្មោះឈ្មោះឲ្យគាត់តិចតួចទេដី1ឡូហ្នឹងគឺថាឯកសារហ្នឹងគឺថាដីហ្នឹងមិនមានពាក់ព័ន្ធជាមួយចិនដេតនិងតាំងអីខាងទេឯកសារហ្នឹងគឺខ្ញុំទិញពីតាម៉ែនមាននិងខាងអ៊ីនេះឯកសារហ្នឹងនេះឯកសារហ្នឹងនេះមិនមានការពាក់ព័ន្ធទេគឺផ្ទុយស្រឡះតែម្ដងនេះខ្ញុំចង់បញ្ជាក់ឲ្យមតិមហាជនមើលនេះគឺអត់មានទេបាទដីខ្ញុំទិញ10000ការ៉េជាងហ្នឹងគឺដីនេះបាទហើយចំពោះលោកយាយតាំងឯខាងគឺដីរបស់គាត់ផ្សេងទេអត់មានពាក់ព័ន្ធគ្នាទេនៅភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6បាទខ្ញុំនៅភូមិទួលប្រពេសង្កាត់ទួលសង្កែនំមកចំហៀងម្នាក់បាទអត់មានទេខ្ញុំអត់មានពាក់ព័ន្ធជាមួយគាត់ទេហើយក៏អត់មានតំណាងដែរហើយបើរកថាខ្ញុំជាតំណាងឃើញអត់មានពិបាកទេអាជ្ញាធរខណ្ឌយកឯកសារតំណាងចេញមកដែលធ្វើឲ្យច្រឡំអាហ្នឹងឯង
លីខិតដែលមកស្លឹកដែលទិញមួយចិនដេតហ្នឹងណាបោះលោកយាយតាំងឲ្យថាំងហ្នឹងធ្វើឲ្យសឡំទេគឺបើតាមការពិតវាផ្ទុយគ្នានឹងប្រកាន់ដៃរបស់ខ្ញុំដែលខ្ញុំទិញនេះផ្ទុយគ្នាស្រឡះតែម្ដងគឺថាខ្ញុំអត់មានពាក់ព័ន្ធជាមួយគាត់ទេគាត់ថាខ្ញុំដូចថាគាត់ពឹងថាឲ្យខ្ញុំទៅឈរជាមួយគាត់ផងគាត់ពឹងទេខ្ញុំអត់មានទៅថាដីរបស់ខ្ញុំទេខ្ញុំអត់បានទេខ្ញុំអត់មានយកស្មុកខ្ញុំទៅប្រឡុកប្រឡាក់ជាមួយដីនៅភូមិបឹងឈូកនឹងទេហើយក៏ខ្ញុំមិនបានទៅប្រឡាក់ជាមួយលេខកូដរបស់វាដីនឹង27 313នឹងទេខ្ញុំមានដីរបស់ខ្ញុំត្រឹមត្រូវនេះអាជ្ញាធរជាតិដោះស្រាយដីធ្លីបកគលឲ្យខ្ញុំនេះបកគលឲ្យខ្ញុំត្រឹមត្រូវនេះចុះហត្ថលេខាដោយឯកឧត្តមប៊ិនឈិននេះឲ្យខ្ញុំ4ឡូនេះនៅដីខ្ញុំ12800ក្រេហ្នឹងហើយដូច្នេះពីកាលដែលចែកឲ្យមុនដំបូងហ្នឹងបានតែ3ឡូទេក្រោយមកក៏បន្ថែមឡូឲ្យខ្ញុំ1ឡូទៀតនៃស្នូនៃការចាក់ចេញនៃស្នូនៃការចាក់ចេញនេះកំដុះលឿងនេះកំដុះលឿងនេះកន្លែងនេះបាទហើយខ្ញុំនិយាយខ្ញុំមានឯកសារទាំងអស់បើសិនណានិយាយអត់ឯកសារខ្ញុំអត់និយាយទេមិនដូចខណ្ឌទេខណ្ឌគាត់អត់មានអីនិយាយទេគាត់លើកតែឯកសារហើយគាត់អានទៅតាមអ្វីដែលគាត់នឹកឃើញទេគឺផ្ទុយគ្នាហ្មងបាទខ្ញុំចង់បញ្ជាក់មតិមហាជនគឺថាខ្ញុំអត់មានពាក់ព័ន្ធជាមួយលោកយាយតាំងឯខាងទេបាទធម្មតាទេម៉ែហើយកូនគាត់ពឹងបាទគាត់ពឹងបាទគាត់អត់មានកូនទេមានតែខ្ញុំទេកូនភាសាអត់ទាន់បានដោះដូរទេក៏ប៉ុន្តែគាត់ជាជនជាតិខ្មែររស់នៅលើទឹកដីខ្មែរគួរណាស់តែមានដីឲ្យគាត់នៅនឹងគេដែរហើយដីគាត់មកកន្លែងនោះយកបគាត់អស់អាលីងហើយជាង1000ការ៉េដែរយកបគាត់អស់អាលីងហើយមិនបានអីក៏ទៅតែដោះស្រាយឲ្យគាត់ថាគាត់ជនជាតិខ្មែររស់នៅលើទឹកដីខ្មែរទៅតែគាត់មានដីនឹងគេដែរហើយគាត់អត់មានដីយកដីគាត់យកទៅលក់ឲ្យគេអ្នកដទៃណាយកដីគាត់យកឲ្យគេអ្នកដទៃចុះចំពោះគាត់នោះយ៉ាងម៉េចដែរបើសិនណាអារម្មណ៍អ្នកថ្នាក់ដឹកនាំទាំងអស់គ្នានេះពិនិត្យឃើញថាខ្លួនគេដកយកដីដូចលោកយាយតាំងឲ្យខាងដែរមានអារម្មណ៍យ៉ាងម៉េចដែរជនជាតិខ្មែររស់នៅលើទឹកដីខ្មែរអាហ្នឹងណាហើយដកបគាត់អត់មានយុរ៉ូភាពយុទ្ធធម៌ឲ្យលោកយាយតាំងឲ្យខាងទេហើយហ្នឹងខ្ញុំបញ្ជាក់មួយសារទៀតលោកយាយតាំងឲ្យខាងអត់មានពាក់ព័ន្ធមួយខ្ញុំទេណាខ្ញុំសុំបំភ្លឺមួយសារទៀតអត់មានពាក់ព័ន្ធទេខ្ញុំសុំបញ្ជាក់ថាខ្ញុំនិយាយដោយស្មោះត្រង់ទៅមតិមហាជនដែលបានមើលបាទហើយបើកន្លែងណាដែលខ្ញុំបាននិយាយខុសសូមអព្យាស្រ័យខ្ញុំខ្លះផងហើយកន្លែងណាដែលខ្ញុំនិយាយនឹងសិទ្ធិការពិតរបស់ខ្ញុំទាំងអស់ខ្ញុំនិយាយខ្ញុំមានឯកសារយោងខ្ញុំមានឯកសារពិតប្រកបរបស់ខ្ញុំណាដូច្នេះខ្ញុំសូមលើកម្រាមដៃ10បួងសួងទៅដល់ទេវតាជួយថែអាសាក្រុមគ្រួសារដល់សម្ដេចទាំងពីរសម្ដេចហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីជាទីគោរពណារបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាដូច្នេះខ្ញុំសង្ឃឹមថាលោកសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេចដៃជោហ៊ុនសែនមេត្តាជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារខ្ញុំផងដែលរងភាពអយុត្តិធម៌ខ្លាំងណាស់សប្តាហ៍ហ្នឹងគេចោទប្រកាន់ខ្ញុំដោយអត់មានឯកសារមូលបង្កាច់ខ្ញុំគ្រប់ពេលវេលាណាដូច្នេះខ្ញុំអត់មានអីទេមានតែលើកម្រាមដៃ10បនដល់ទេវតាដើម្បីជួយថែអាសាដល់ក្រុមគ្រួសារសម្ដេចទាំងអស់បាទហើយនឹងចុងក្រោយសូមឲ្យជូនឧបសសុខានិងឧបកើតរិទ្ធនិងឧបខ្សែសំអាលមេត្តាជួយរកយុត្តិធម៌ឲ្យខ្ញុំផងក្រុមគ្រួសារខ្ញុំផងមេត្តាជួយណាមានតែប៉ុណ្ណឹងឯងសូមអរគុណបាទសូមអរគុណ